សួស្តីអ្នកទាំងអស់គ្នាតោះជួបគ្នាទៀតហើយជាមួយនឹងរឿងLove Start by Parenting អូខេតោះយើងចូលមកដល់សាច់រឿងយើងទាំងអស់គ្នាអូខេ start តោះពេលព្រឹកឡើងហ្នឹងគឺពូមីនហូយកមីនហូមកសាលារៀនអញ្ចឹងគឺផ្អើលអស់សាលារៀនហ្មងការគេធ្វើដូច gangster យកកូនមកសាលាអញ្ចឹងឡើងអ្នកនៅសាលាជុំវិញហ្នឹងគឺផ្អើលហ្មងហើយវាក៏ជាមូលហេតុមួយដែរដែលធ្វើឲ្យមីនហូគាត់អត់ហ៊ាននិយាយពេលនៅផ្ទះអ្នកទាំងអស់គ្នាសាកគិតមើលមកមុខឡើងមាំអញ្ចឹងអ្នកណាគេមិនខ្លាចហ៎បើតួឯកស្រីយើងវិញគឺឈរឡើងនៅភ្នឹងមកឲ្យហ៊ានកម្រើគេសូម្បីតែដកដង្ហើមអត់ចង់ដកដែរក៏តែមីនហូយើងនិយាយសួស្តីអ្នកគ្រូបានអ្នកគ្រូយើងសួស្តីមីនហូហើយគាត់ក៏បានសួរទៅពូមីនហូថាតើនឹងមកទទួលមីនហូទៀតអត់តែពូមីនហូថាអត់ទេមានអ្នកផ្សេងទេដែលមកយកមីនហូតួឯកប្រុសរបស់យើងក៏បានហៅកញ្ញាហានហើយក៏លើកទូរស័ព្ទមកសុំលេខទូរស័ព្ទខាងស្រីយកតែម្ដងប្រូលឿននោះហើយខាងស្រីយើងហ្នឹងក៏ច្រឹកមាន់ដែរហើយសួរគេថាយកលេខទូរស័ព្ទខ្ញុំទៅអីតែចុងក្រោយហ្នឹងដៃហ្នឹងគឺទៅទាញទូរស័ព្ទពីគេដាក់លេខទូរស័ព្ទចូលហ្មងហើយគេប្រាប់ថាឈ្មោះគេគឺណាអ៊ុនហានហើយតួឯកប្រុសរបស់យើងក៏បានប្រាប់ថាចាប់ពីពេលនេះទៅគាត់គឺជាអ្នកយកមីនហូមកសាលាជារៀងរាល់ថ្ងៃប៉ុន្តែគាត់អត់បានមកទទួលមីនហូទេហើយពូនិងគ្រូនឹងវល់និយាយគ្នាឡើងលែងដឹងថាកូនសិស្សចូលរៀនម៉ោងប៉ុន្មានហើយតតាមីនហូគាត់សួរថាតើជីហូមកនៅហើយគាត់ចង់ទៅលេងមួយជីហូពេលនោះជីហូក៏បានមកដល់ទឹកចេញកូននឹងភ្លាមហើយកំប្លែងរហូតហ្មងកូននឹងចេញមកគឺថាគេគឺជាចចកតែម្ដងចាជីហូចេញមកលើកណាក៏មិនដែលជាមនុស្សដែរបើមិនទៅចកក៏ស្វាបើមិនស្វាក៏តើបើមិនតើក៏ខ្លាហើយតួឯកប្រុសរបស់យើងក៏បានសួរថាហើយតួឯកប្រុសក៏បានសួរថាតើជីហូនឹងជាកូនរបស់គាត់មែនហើយតួឯកស្រីយើងគឺឆ្លើយឡើងលឿនហ្មងគឺចាខ្ញុំស្រឡាញ់តួឯកស្រីតុងហ្នឹងគឺគាត់ស្រឡាញ់ជីហូចាត់ទុកជាកូនទោះជីហូមិនជាកូនរបស់គាត់ក៏ដោយហើយតួឯកស្រីរបស់យើងក៏បានបន្ថែមទៀតថាដោយសារតែជីហូនិងមីនហូឈ្មោះដូចគ្នាអញ្ចឹងមើលទៅដូចបងប្អូនអញ្ចឹងហើយក៏ដោយសារតែមីនហូដែរទៅជីហូមានអារម្មណ៍ថាគាត់ដឹងក្តីជាងមុនលេងសើចច្រើនហើយក៏សួរតួឯកប្រុសថាវាល្អអត់ដែលពីរនាក់នឹងស្រឡាញ់គ្នាអញ្ចឹងហើយតួឯកប្រុសយើងឡើងភាំងហ្មងធ្វើមុខឡើងគាំងបន្ទាប់ពីលឺតួឯកស្រីយើងនិយាយអញ្ចឹងគាត់ក៏បានថាពិតជាល្អមែនតើហើយក៏អរគុណសម្រាប់ការមើលថែរបស់គាត់ចំពោះមីនហូហើយគាត់ក៏ថាគាត់នឹង contact មកតួឯកស្រីរបស់យើងហើយគាត់ក៏លាទៅធ្វើការវិញហើយស្រីតួឯកស្រីយើងហ្នឹងគឺបេះដូងលោតឌុកដាក់ហ្មងថាអូខេ take care តាមផ្លូវប៉ុន្តែតួឯកប្រុសរបស់យើងមិនមែនតែធ្វើការគឺគាត់មកទីពេទ្យភាសារឿងរបស់មីនហូហើយគាត់ក៏បានប្រាប់ថាគាត់ឮមីនហូនិយាយពីម្សិលមិញជាមួយអ្នកគ្រូអញ្ចឹងអឺពេទ្យក៏បាននិយាយថាអញ្ចឹងអ្នកគ្រូបរិញ្ញាហ្នឹងគឺជាមនុស្សដំបូងគេហើយដែលមីនហូគាត់មានអារម្មណ៍ថាសុវត្ថិភាពដែលអាចនិយាយជាមួយបានអញ្ចឹងមានន័យថាតួឯកស្រីរបស់យើងគឺជាមនុស្សម្នាក់ដែលធ្វើឲ្យមីនហូមានសុវត្ថិភាពមានអារម្មណ៍ថានៅជាមួយគ្រួសារហើយតួឯកប្រុសក៏បានសួរទៅកាន់ពេទ្យទៀតថាតើមីនហូអាចនឹងល្អប្រសើរវិញអត់ហើយពេទ្យក៏បានប្រាប់ថាបើសិនជាតួឯកស្រីរបស់យើងគឺនៅជាមួយហើយនិយាយជាមួយនឹងគាត់រាល់ថ្ងៃគឺអាចធ្វើឲ្យមីនហូរបស់យើងហ្នឹងគឺ improve វិញបានគឺនឹងល្អប្រសើរជារៀងរាល់ថ្ងៃអញ្ចឹងណាពីមុនតួឯកប្រុសរបស់យើងមិនដែលគិតថាគាត់នឹងអាចព្យាបាលមីនហូជាព្រោះគាត់រកពេទ្យឡើងអស់1គីឡូហើយតែនៅតែអត់ជាអញ្ចឹងថាបើសិនជាមីនហូជាអញ្ចឹងគាត់ក៏អាចរួចខ្លួនពីការមើលថែមីនហូដែរពុំប៉ាម៉ាក់មីនហូមិនដឹងនៅណាអញ្ចឹងណាអញ្ចឹងគាត់ក៏បានឲ្យគេនឹងទៅសើប្រវត្តិរបស់តួឯកស្រីអ្នកទាំងអស់គ្នាដឹងមិនអីគេឡើងផែហ្មងគេថាទើបតែចប់សាកលវិទ្យាល័យទេអត់ទាន់មានសង្សារប៉ុន្តែមានកូនគេថាវាអត់ត្រឹមត្រូវវាអត់ make sense ហ្មងគេចោទប្រកាន់លេខាគេថាទៅស៊ើបអង្កេតមិនបានចេញអញ្ចឹងវាអត់ត្រឹមត្រូវទេវាមិនអាចមានមនុស្សស្រីណាអត់មានសង្សារហងអត់មានប្តីហងតែមានកូនគេថាលេខាគេអន់ហ្មងតែលេខាគ្នានឹងឡើងភ័យហើយលេខាគេថាគេស៊ើបមើលត្រឹមត្រូវអស់ហើយគឺប្រវត្តិជាក់ស្ដែងហ្នឹងហ្មងគឺតួឯកស្រីរបស់យើងគឺបញ្ចប់ការសិក្សាមកគឺចិញ្ចឹមមីនហូហើយគាត់បានធ្វើការនៅសាលាមត្តេយ្យមួយកន្លែងហើយបូកបន្ថែមពីលើហ្នឹងគឺអត់មានអឺប្រវត្តិណាដែលបញ្ជាក់ពីប៉ារបស់ជីហូរបស់យើងដែរគឺអត់ដែលមានពាក់ព័ន្ធគឺអត់ដែលឃើញសូម្បីតែឈ្មោះឬក៏អីហើយគាត់ក៏បានសួរពីម្ដាយនិងបងស្រីរបស់តួឯកស្រីរបស់យើងហើយលេខាក៏បាននិយាយថាពួកគេទាំងពីរនាក់គឺរស់នៅកន្លែងផ្សេងអត់នៅជាមួយនឹងតួឯកស្រីទេហើយរស់នៅកន្លែងតំបន់អ្នកមានហើយតួឯកប្រុសយើងឆ្ងល់ថាហេតុអីបានជាម្ដាយទុកឲ្យកូនស្រីរស់នៅតំបន់មធ្យមដែលមិនយកតួឯកស្រីរបស់យើងទៅរស់នៅជាមួយអញ្ចឹងលេខាក៏បាននិយាយថាម្ដាយនឹងគឺជាម្ដាយចុងឯងមិនជាម្ដាយបង្កើតទេហើយគាត់ក៏បន្តសម្លឹងមើលរូបភាពរបស់តួឯកស្រីនិងជីហូបន្តទៀតហើយគាត់ក៏បានគិតក្នុងចិត្តថាគូសារនីមួយៗតែងតែមានបញ្ហាមិនថាគូសាររបស់គាត់ឬក៏មិនថា
គ្រួសាររបស់តួឯកស្រីទេបន្ទាប់ពីគិតហើយគាត់ក៏បានឲ្យលេខារបស់យើងនឹងគឺធ្វើកិច្ចសន្យាមួយហើយគាត់ក៏បានទៅផ្ទះប្រាប់ម៉ាក់គាត់ថាគាត់នឹងយកតួឯកស្រីនឹងគឺមករស់នៅជាមួយនឹងគាត់ហើយម៉ាក់របស់គាត់គឺភាំងហ្មងហើយគាត់សួរថាមូលហេតុអីបានហ៊ានយកតួឯកស្រីនឹងមកនៅជាមួយហើយតួប្រុសរបស់យើងក៏បានរៀបរាប់ថាដោយសារតែតួឯកស្រីនឹងទៅធ្វើឲ្យមីនហូគាត់និយាយអញ្ចឹងមានតែយកតួឯកស្រីរបស់យើងមករស់នៅជាមួយឯងទៅអាចធ្វើឲ្យជំងឺរបស់មីនហូរបស់យើងកាន់តែល្អប្រសើរម៉ាក់តួឯកប្រុសរបស់យើងគឺអត់គ្រប់គ្រងគំនិតរបស់តួឯកប្រុសឯងប៉ុន្តែដែលគាត់គិតថាតួឯកប្រុសគឺជាមនុស្សត្រចេះអញ្ចឹងតើតួឯកប្រុសគិតអីហើយគឺត្រូវតែធ្វើនឹងអញ្ចឹងក៏គាត់អត់ហ៊ានប្រកែកទេប៉ុន្តែអ្វីដែលសំខាន់គឺគាត់នឹងទៅមើលតួឯកស្រីដោយផ្ទាល់ភ្នែកទៅមើលថាតួឯកស្រីរបស់យើងនឹងជាមនុស្សប្រភេទណាដែលអាចធ្វើឲ្យមីនហូយើងនិយាយបានហើយដែលអាចធ្វើឲ្យតួប្រុសរបស់យើងនឹងបើកចិត្តយកតួស្រីមកនៅជាមួយប៉ុន្តែតួឯកប្រុសយើងអត់ព្រមទេគឺអត់ចង់ឲ្យម៉ាក់របស់គាត់នឹងជួបជាមួយនឹងតួឯកស្រីទេហើយម៉ាក់របស់គាត់ក៏បានថែមទៀតថាគាត់ត្រូវតែទៅជួបពួកគាត់មិនអាចយកមនុស្សស្រីម្នាក់ដែលគ្មាន background ឲ្យមកមើលថែចៅរបស់គាត់ហើយមកនៅផ្ទះជាមួយនឹងកូនប្រុសពួកគាត់ទេព្រោះគាត់គិតថាតួឯកស្រីរបស់យើងមានបំណងចង់បានលុយពីគ្រួសាររបស់គាត់ចំណែកឯតួប្រុសយើងគឺទៅចេះដាច់ខាតហ្មងគឺអត់ឲ្យម្ដាយរបស់គាត់ទៅទេគាត់ថាគាត់នឹងទទួលខុសទៅខ្លួនឯងគាត់ថាគាត់ហើយក៏គិតក្នុងចិត្តថាមកពីបែបហ្នឹងហើយបានបងប្រុសរបស់គាត់និងប្រពន្ធរបស់បងប្រុសរបស់គាត់លែងលះគ្នាដោយសារតែម៉ាក់របស់គាត់ពេលគាត់និយាយបែបហ្នឹងហើយក៏ដើរចេញទៅពីម៉ាក់របស់គាត់ចាម៉ាក់និងកូននឹងគឺរឹងក្បាលដូចគ្នាហ្មងគឺម៉ាក់របស់គាត់គឺអត់ព្រមទេហើយគាត់បានដើរទៅជួបអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់ហើយសួរថាមីនហូនៅណាហើយម្ដងក៏ប្រាប់យាយរបស់មីនហូថាមីនហូកំពុងតែនៅក្នុងបន្ទប់រៀបចំខ្លួនទៅសាលាហើយគាត់ថាគាត់នឹងទៅសាលាជាមួយនឹងមីនហូដើម្បីទៅមើលតួឯកស្រីហើយគាត់ក៏បានគិតក្នុងចិត្តថាតួមីនហូមានជំងឺយ៉ាងណាក៏មីនហូនៅតែជាចៅប្រុសច្បងរបស់គាត់ដែរអញ្ចឹងមុននឹងទទួលនរណាម្នាក់យកមកនៅក្នុងផ្ទះគឺគាត់ត្រូវតែពិនិត្យមើលដល់ខ្លួនឯងថាតួឯកស្រីរបស់យើងជាមនុស្សដែលអាចពឹងពាក់បានដែលអាចមើលថែមីនហូបានឬក៏ជាមនុស្សស្រីដែលមើលតែផលប្រយោជន៍ផ្ទាល់ខ្លួនតួឯកស្រីរបស់យើងពេលជួបម៉ាក់តួឯកប្រុសគឺអត់ភ័យដូចពេលជួបតួឯកប្រុសយើងទេមកគឺខ្ញុំរួសរាយហ្មងហើយនាយកសាលារបស់គេក៏បានណែនាំខ្លួនថាម៉ាក់របស់តួប្រុសនឹងគឺជា director នៅនឹងសាលានឹងគឺជាអ្នកបង្កើតសាលានឹងតែម្ដងហើយតួឯកស្រីរបស់យើងនឹងគឺគ្រប់គេអោនឡើង90ដឺក្រេហ្មងហើយគាត់ក៏ណែនាំខ្លួនថាគាត់ឈ្មោះណាអ៊ុនហានហើយម៉ាក់របស់តួឯកប្រុសយើងក៏បានណែនាំខ្លួនដែរថាគាត់គឺជាម៉ាក់តួឯកប្រុសទៅជាយាយរបស់មីនហូហើយក៏គាត់បាននិយាយថាតើជាតួឯកស្រីមែនអត់ដែលជាអ្នកមើលថែមីនហូហើយគាត់ក៏បានសួរទៀតថាតើមីនហូម៉ាក់ពិតជានិយាយជាមួយនឹងតួឯកស្រីរបស់យើងមែនអត់អញ្ចឹងតួឯកស្រីយើងក៏បានឆ្លើយថាពិតជាអញ្ចឹងមែនហើយម៉ាក់របស់តួឯកប្រុសក៏បានថាគាត់មិនដឹងថាអរគុណតួឯកស្រីមិនទេដែលធ្វើឲ្យមីនហូនឹងគឺនិយាយបានហើយតួឯកស្រីយើងក៏តបវិញថាមែនទេដោយសារតែមីនហូជាក្មេងដែលគួរឲ្យស្រឡាញ់អ្វីគ្រប់យ៉ាងគឺមកពីមីនហូមិនមែនមកពីគាត់ទេហើយយាយរបស់មីនហូក៏គាត់នៅក្នុងចិត្តថាតួឯកស្រីនឹងពិតជាចិត្តល្អមែនឬក៏គ្រាន់តែធ្វើពុតជាចិត្តល្អដូចម៉ាក់របស់មីនហូឯងដើម្បីតាក់ទងចូលមកគ្រួសាររបស់គាត់ហើយគាត់ក៏បានបន្ថែមទៀតថាតើតួឯកស្រីមានចង់បានអីពីគ្រួសារគាត់ឬពីគាត់អត់ហើយតួឯកស្រីរបស់យើងគឺឆ្លើយឡើងលឿនគឺចង់បានប៉ុន្តែគាត់គិតថាអាចច្រើនពេកអត់បើសិនជាគាត់សុំអញ្ចឹងណាហើយម៉ាក់យាយរបស់មីនហូគាត់ថាអត់អីទេ anything ស្អីក៏បានដែរហើយតួឯកស្រីយើងក៏បានសុំ background សម្រាប់ក្មេងលេងដោយសារតែនៅខាងក្រៅមេឃភ្លៀងអញ្ចឹងក្មេងៗគាត់ពិបាកលេងអញ្ចឹងគាត់សុំធ្វើ playground មួយនៅខាងក្នុងដើម្បីឲ្យក្មេងៗបានលេងអញ្ចឹងណាគាត់លឺបែបហ្នឹងភ្លាមមានណាម៉ាក់យាយមីនហូឡើងភាំងហ្មងគាត់ថាតួឯកស្រីរបស់យើងគឺចង់បានលុយដើម្បីយកទៅប្រាប់ថាផ្ទាល់ខ្លួនតែមានណាយកលុយសុំទៅធ្វើកន្លែងក្មេងលេងឲ្យកូនក្មេងសោះហើយតួឯកស្រីរបស់យើងក៏បានបន្ថែមទៀតថាក្មេងៗមកបាន playground លេងនៅខាងក្នុងអញ្ចឹងដឹងសប្បាយយ៉ាងណាទេហើយម៉ាក់យាយរបស់មីនហូក៏បាននិយាយថាអត់អីទេគាត់នឹងឲ្យគេរៀបចំធ្វើ playground នៅខាងក្នុងហើយគាត់ក៏បានឲ្យនាមប័ណ្ណរបស់គាត់ទៅតួឯកស្រីរបស់យើងថាបើសិនជាតួឯកស្រីចង់បានអីជាបបតខ្លួនឬមានបញ្ហាអីអាចតាក់ទងគាត់ជា personal បានមិនភ័យខ្លាចមិនអីទេហើយគាត់ក៏បានដើរចេញទៅហើយពេលដែលម៉ាក់យាយមីនហូទៅបាត់ណាតួឯកស្រីរបស់យើងនិងនាយកសាលាគឺសប្បាយអរយកទៅមែនតែមករូបគេឡើងខ្ជូតហ្មងគេថាគេមិននឹកស្មានថាគេនឹងទទួលបាន playground ថ្មីសម្រាប់ក្មេងៗទាំងអស់នោះទេហើយបើនិយាយពីនាយកសាលាវិញគាត់សប្បាយអរជាងតួឯកស្រីទៀតហើយគាត់ក៏បានអរគុណតួឯកស្រីសម្រាប់ការស្នើសុំ playground នឹងសម្រាប់ក្មេងៗលេងតោះចប់ពីតួឯកស្រីយើងមកមើលកំពូលក្មេងទាំងពីរនេះវិញអញ្ចឹងគេកំពុងតែរៀបរូបហើយមើលមីនហូយើងគេរៀបចេញ dinosaur ដល់ពេលជីហូយើងវិញនឹងរៀបចេញអីអញ្ចឹងដោយសារតែអៀនមីនហូគេយករូបនឹងលាក់ទៅក្រោយប៉ុន្តែមីនហូរបស់យើងអត់ទេគឺក្មេងឆ្លាតមែនតើគាត់បានបរៀនជីហូឲ្យរៀបចេញជារូបប្រាសាទមួយឡើងស្អាតហ្មង
ពេលចេញជារូបរាងហើយមើលជីហូរបស់យើងគឺស្រែកឡើងវ៉ាវហ្មងហើយភ្នែកឡើងប៉ិនៗពងមាត់ឡើងខ្ជូតហើយគេក៏អរគុណមីនហូអ្នកទាំងអស់គ្នាដឹងមិនអីខ្ញុំស្រឡាញ់ក្មេងទាំងពីរហ្នឹងហ្មងណាគឺគាត់ចេះជួយគ្នាទៅវិញទៅមកហើយមីនហូគឺអត់ប្រកាន់ខ្លួនជាកូនអ្នកមានទេហើយតួឯកស្រីរបស់យើងឃើញសកម្មភាពបែបហ្នឹងគាត់គឺសប្បាយចិត្តមែនទែនហើយគាត់ក៏បានមកប្រាប់ថាឲ្យតែលាងដៃដល់ពេលញ៉ាំអាហារហើយពេលពីរអ្នកនឹងទៅបាត់តួឯកស្រីយើងក៏គិតក្នុងចិត្តថាហេតុអីបានជាមីនហូអត់និយាយនៅចំពោះមុខអ្នកផ្សេងបើជានិយាយជាមួយគាត់ជាមួយនឹងជីហូអញ្ចឹងមិនតាន់បានផងគឺតួឯកប្រុសរបស់យើងគឺខលមកតួឯកស្រីរបស់យើងគាត់ខលមកគឺចង់ជួបលក្ខណៈជា private មួយតួឯកស្រីហើយតួឯកស្រីរបស់យើងឮអញ្ចឹងគឺអៀនហ្មងហើយតួឯកប្រុសយើងក៏បានប្រាប់ថាបើសិនជារវល់អត់អីទេចាំពេលតនេខជួបបានហើយអាចនាំជីហូមកជាមួយបានបើសិនជាអត់មានអ្នកមើលជីហូហើយតួឯកស្រីយើងភ្នែកឡើងប៉ិនពងមាន់បងយល់ប្រូមួយគេឡើងលឿនហ្មងណាហើយតួស្រីរបស់យើងក៏ប្រាប់ថា2ថ្ងៃក្រោយគឺគាត់អាចតនេហើយអាចជួបបានហើយ2ថ្ងៃក្រោយនេះមើលគេតែងខ្លួនឡើងស្វែកហ្មងហើយតួឯកស្រីយើងមកដល់ក៏ឮអ្នកដែលនៅញ៉ាំអីនៅខាងហ្នឹងនិយាយថាអូនណាគេអង្គុយនៅជិតបង្អួចហ្នឹងគឺសង្ហាមែនមានណាទៀតក្រៅពីតួឯកប្រុសយើងហ្នឹងពេលឃើញតួឯកប្រុសអង្គុយចាំគាត់បែបហ្នឹងហើយតួឯកស្រីរបស់យើងក៏បានដើរទៅរកតួឯកប្រុសហើយតួឯកប្រុសរបស់យើងគាត់ក៏បានអរគុណតួឯកស្រីដែលបានមកជួបគាត់ហើយបើជីហូយើងវិញឡើងអាឡែហ្មងគេមកដល់គេក៏ឃើញភ្លាមថាអូលោកពូ handsome របស់គេមកវិញហើយម៉ាក់គេក៏រករឿងថាពេលជួបមនុស្សចាស់គឺធ្វើម៉េចហើយគេក៏មកដល់គេក៏ជំរាបសួរលោកពូបន្ទាប់ពីជម្រាបសួរហើយតួឯកប្រុសរបស់យើងក៏សួរថាជីហូចង់បានអីគេហើយគេថាគេចង់បាននំញ៉ាំហើយតួឯកប្រុសក៏យកនំឲ្យញ៉ាំពេលដែលបាននំញ៉ាំហើយតួឯកស្រីក៏បានយកកាសមកឲ្យស្ដាប់គឺអត់ចង់ឲ្យស្ដាប់ការសន្ទនារបស់ពួកគាត់ទាំងពីរឯងអានេះមានណាបាននំញ៉ាំគ្មានខ្វល់អីទាំងអស់ហេកុបហ្មងហើយស្រីក៏បានសួរទៅកាន់តួឯកប្រុសយើងថាមានមូលហេតុអីដែលចង់ជួបគាត់លក្ខណៈ private អញ្ចឹងតួឯកប្រុសយើងក៏បានឆ្លើយថាជាអ្នកមើលថែជីហូគាត់ចង់ពឹងពាក់តួឯកស្រីរឿងមួយហើយតួឯកប្រុសក៏បានបន្ថែមទៀតថាអ្នកគ្រូដឹងហើយថាមីនហូរបស់យើងគឺអត់និយាយជាមួយនឹងណាក្រៅពីជីហូជាមួយនឹងតួឯកស្រីរបស់យើងឯងអញ្ចឹងគាត់ចង់ពឹងឲ្យតួឯកស្រីហ្នឹងជួយធ្វើជាគ្រូបង្រៀននៅផ្ទះដែលស្នាក់នៅជាមួយនឹងមីនហូនិយាយបដាក៏ហិចកិច្ចសន្យាឲ្យតួឯកស្រីមើលបដាហើយតួឯកស្រីយើងឡើងភាំងហ្មងហើយគាត់អត់ដែលគិតថាគាត់អាចធ្វើជាគ្រូបរិញ្ញានៅផ្ទះហើយអ្នកទាំងអស់គ្នាដឹងមិនអីគ្រាន់តែ monthly salary ប្រាក់ខែគេគឺ30លានវ៉ុនដែលស្មើនឹង$30,000ក្នុងមួយខែហើយតួឯកប្រុសយើងបន្ថែមទៀតថាបើសិនជាប្រាក់ខែប៉ុណ្ណឹងអត់គ្រប់អាចចរចាបានទៀតវ៉ាវខ្ញុំសូមចុះចាញ់ហ្មងហេតុតែគេអ្នកមានហើយតួស្រីក៏បានតបថាដោយសារតែភ្លាមពេកអញ្ចឹងគាត់សុំគិតមើលសិនតួឯកស្រីយើងនិយាយមិនទាន់បានចប់មាត់ហ្មងផងស្រាប់តែ notification ទូរស័ព្ទមកគឺម៉ាក់ចុងនឹងច្រាក់ក្រក់នឹងមកទៀតហ្មងគឺមកសុំលុយតួឯកស្រីយើងគឺ10លានវ៉ុនអាលុយមើលថែរក្សាចៅមិនអោយហើយមានអាសុំលុយគ្នាបន្ថែមទៀតហ្មងខ្ញុំសុំខ្លាចជីវិតគ្រួសារហ្នឹងហ្មងអូខេសាច់រឿងរបស់យើងភាគ3នឹងចប់ត្រឹមហ្នឹងអញ្ចឹងចាំមើលតែភាគ4តើតួឯកស្រីរបស់យើងយកព្រមធ្វើជាគ្រូបង្រៀននៅផ្ទះជាមួយនឹងមីនហូឬក៏អត់មួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់ខ្ញុំចាំជួយចុច like និងជួយ subscribe ឲ្យផងអរគុណសម្រាប់ការចូលចិត្តទាំងអស់គ្នាបាយបាយ